ជម្រាបសួរនិងសួស្តីអ្នកគ្នាចឹងស្វាគមន៍ម្ដងទៀតមកកាន់វីដេអូថ្មីវីដេអូរៀនទិញទំនិញពីប្រទេសចិននៅក្នុងកម្មវិធី Taobao ចំណុចសំខាន់នៃខ្ញុំនឹងបង្ហាញអ្នកគ្នានៅថ្ងៃនេះគឺតាក់ទងជាមួយនឹងការទិញទំនិញពី Taobao ដោយជោគជ័យតើយើងត្រូវមានកត្តាអ្វីខ្លះអញ្ចឹងខ្ញុំចង់បញ្ជាក់ផងដែរគឺខ្ញុំទិញទំនិញពី Taobao នេះគឺខ្ញុំប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនឬក៏ប្រើប្រាស់ agent ឲ្យគេដឹកជញ្ជូនទំនិញពីចិនមកខ្មែរអញ្ចឹងបើយើងចង់ទិញទំនិញពីចិនឲ្យបានជោគជ័យយើងត្រូវមានកត្តា3ទី1គឺតាក់ទងជាមួយនឹងផលិតផលដែលយើងចង់ទិញយើងមានតាក់ទងជាមួយថាអូខេយើងមានទំនិញមួយណាដែលយើងចង់ទិញទី2គេតាក់ទងជាមួយនឹងអាស័យដ្ឋានរបស់ក្រុមហ៊ុនទាំងជួននោះអញ្ចឹងអាស័យដ្ឋានហ្នឹងគឺយកអាស័យដ្ឋានមួយណាគឺយកអាស័យដ្ឋានចិនឃ្លាំងចិនរបស់ក្រុមហ៊ុនមួយនោះអញ្ចឹងយើងត្រូវសុំអាស័យដ្ឋានរបស់ក្រុមហ៊ុនមួយណាក៏ដោយដែលគេមានទទួលដឹកពីចិនមកខ្មែរអញ្ចឹងយើងយកអាស័យដ្ឋានឃ្លាំងចិនមកគេយកទៅបំពេញនៅក្នុងអាស័យដ្ឋាននៅក្នុងកន្លែង app Taobao app ហ្នឹងទី3គឺតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការបង់ប្រាក់អញ្ចឹងភាគច្រើនគេប្រើទូទៅគឺគេប្រើជាប្រភេទកាតធនាគារអញ្ចឹងអាចប្រើជា Visa Mastercard និងមួយទៀតគេប្រើជា Alipay ដែលសារតែនៅចិនគេពេញនិយមជាមួយនឹង Alipay អញ្ចឹងអានេះគឺជាចំណុច3ដ៏សំខាន់ដែលគ្នាចង់ទិញទំនិញពីប្រទេសចិនឲ្យបានសម្រេចអ្នកគ្នាត្រូវមានទាំង3ហ្នឹងអញ្ចឹងទី1តើតើជាមួយនឹងផលិតផលអញ្ចឹងអូខេបើសិនជាយើងស្វែងរកផលិតផលយើងមានផលិតផលណាយើងចង់ទិញហើយអញ្ចឹងឧទាហរណ៍មួយនេះអញ្ចឹងប្រដាប់វាយកាហ្វេនេះចឹងបើសិនអ្នកគ្នាធំតែអត់ទាន់គិតអីច្រើនទេគាត់តែចង់ទុកវាសិន add ចូលកន្ត្រក add ចូលកន្ត្រកឬក៏ add to cart ហ្នឹងចុចខាងឆ្វេងដៃប៊ូតុងខាងក្រោមហ្នឹងណាតែបើអ្នកគ្នាអូខេចង់សម្រេចចិត្តក្នុងការទិញអញ្ចឹងយើងចង់ដឹងថាអូខេបើយើងចង់ទិញយើងត្រូវមានមិនខ្ញុំដូចនិយាយអញ្ចឹងមាន3អញ្ចឹងឥឡូវយើងរកបានផលិតផលមួយអញ្ចឹងបើយើងចង់សម្រេចចិត្តទិញមកយើងចុច buy now ទៅអញ្ចឹងកន្លែងនេះឲ្យយើងរើសយើងសាកចុច buy now អូខេអញ្ចឹងបន្ទាប់ពីយើងសាកចុច buy now ហើយយើងនៅឃើញផ្នែកខាងលើគឺជាផ្នែកអាស័យដ្ឋានអញ្ចឹងបើគ្នាអត់ទាន់បានបំពេញអាស័យដ្ឋានទេកន្លែងហ្នឹងវាត្រូវយើងបំពេញជាមួយនឹងអាស័យដ្ឋានយើងអាចចូលមកបំពេញកន្លែងហ្នឹងក៏បានឬក៏បំពេញនៅក្នុង setting ដូចខ្ញុំនិយាយអញ្ចឹងអ្នកគ្នាត្រូវមានចំណុចទី2គឺតេតងជាមួយអាស័យដ្ឋានអ្នកគ្នាអាចជ្រើសរើសយកក្រុមហ៊ុនមួយណាក៏ដោយអ្នកគ្នាអាចចង់ឲ្យក្រុមហ៊ុននោះដឹកសូមអាស័យដ្ឋានឃ្លាំងចិននេះគឺជាកន្លែងដែលយើងត្រូវបំពេញអាស័យដ្ឋានឃ្លាំងចិនអញ្ចឹងយកមកបំពេញដែលមានដូចជា name phone number ហើយជាមួយនឹង detail address ឬខេត្តអីរបស់គេដែលមាននៅក្នុងគម្រោងអាស័យដ្ឋានរបស់ទីតាំងឃ្លាំងចិនរបស់ក្រុមហ៊ុនដែលគេជាឃ្លាំងចិននៅឯប្រទេសចិនមួយនោះអញ្ចឹងអានេះដូចយើងនិយាយអញ្ចឹងយើងទី1យើងរើសប្រដាប់ហើយយើងបានបំពេញទីតាំងអាស័យដ្ឋានហើយអញ្ចឹងទី3ដូចខ្ញុំនិយាយអញ្ចឹងយើងត្រូវមានតកតទៅជាមួយវិធីសាស្ត្រក្នុងការបង់ប្រាក់អញ្ចឹងយើងអាចអស់ទៅខាងក្រោមអូខេអញ្ចឹងតកតទៅជាមួយវិធីសាស្ត្របង់ប្រាក់វាមានវិធីសាស្ត្រច្រើននៅឯប្រទេសចិនវាមានភាគច្រើនអ្វីដែលយើងដឹងពេញនិយមជាងគេសម្រាប់យើងជាប្រជាជនកម្ពុជាគឺយើងប្រើកាតធនាគារ Visa Mastercard កាតអ្វីក៏ដោយដែលយើងប្រើទូទៅអញ្ចឹងមួយវិញទៀតភាគច្រើនគេប្រើ Alipay ឬក៏អានេះនៅចិនគេប្រើយើងក៏អាចប្រើបានដែរប៉ុន្តែភាគច្រើនយើងប្រើ Visa ឬក៏ Mastercard ជាដើមអញ្ចឹងនៅថងកន្លែងហ្នឹងដែរខ្ញុំចង់បញ្ជាក់អ្នកគ្នាខ្លះទាំងជាមួយនឹងការបង់ប្រាក់នៅឯប្រទេសចិនឬក៏ទិញតំណែងពី app នៅឯប្រទេសចិនគឺតាក់ទងជាមួយនឹងការប្រើប្រាស់កាតគឺយើងឆាតសេវាអញ្ចឹងសេវានៅថងកន្លែងហ្នឹងគេប្រើដោយសារតែវាជាវិធីសាស្ត្រក្នុងការទូទាត់សាច់ប្រាក់ពីខាង Visa របស់ធនាគារមួយណាក៏ដោយទៅកាន់ app Taobao ហ្នឹងគឺគេគិត 3% អញ្ចឹងអ្នកគ្នាអាចនឹងឃើញសេវាឆាតទៅលើតំណែងដែលយើងបានទិញហ្នឹងគឺ 3% បន្ថែមទៀតអញ្ចឹងអ្នកគ្នាអាចគុណទៅមក$100អ្នកគ្នាអាចចំណាយទៅលើការ payment ហ្នឹងឆាតសេវាលើការប្រើប្រាស់កាតហ្នឹងគឺ$3ចឹងដូចខ្ញុំបញ្ជាក់ចឹងយើងត្រូវមានទាំង3ហ្នឹងដើម្បីយើងអាចទិញតំណែងពីប្រទេសចិនបានអញ្ចឹងទុកផលិតផលអាស័យដ្ឋាននិងវិធីសាស្ត្រក្នុងការបង់ប្រាក់អញ្ចឹងអ្នកគ្នាត្រូវមានទាំង3ហ្នឹងដល់គ្នាអាច ready រួចរាល់ក្នុងការទិញតំណែង place order ចុះបញ្ចប់នៅក្នុងកន្លែងហ្នឹងអញ្ចឹងអូខេដូចខ្ញុំនិយាយចឹងអានេះនៅត្រង់ចំណុចទាំង3ហ្នឹងអ្នកគ្នាត្រូវមានទាំង3ហ្នឹងអញ្ចឹងខ្ញុំនាំអ្នកគ្នាទៅមើលគំរូដែលខ្ញុំបានទិញរួចរាល់ហើយខ្ញុំនឹងបង្ហាញគំរូដែលខ្ញុំបានទិញរួចរាល់ហើយអញ្ចឹងខ្ញុំបានរើសផលិតផលនេះគឺជាគំរូដែលខ្ញុំបានទិញរួចរាល់ទាក់ទងជាមួយខែទូរស័ព្ទមួយនេះអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានទិញសម្រាប់មួយអ្នកគ្នាត្រូវមានផលិតផលជ្រើសរើសផលិតផលរើសឲ្យបានត្រឹមត្រូវមិននឹងមើល review មើលហាងឲ្យបានត្រឹមត្រូវទី2គឺទាក់ទងជាមួយអាស័យដ្ឋានដូចខ្ញុំនិយាយអញ្ចឹងអ្នកជ្រើសរើសក្រុមហ៊ុនមួយណាក៏ដោយអ្នកគ្នាអាចចង់ឲ្យគេដឹកជញ្ជូនតំណែងពីចិនមកខ្មែរអាស័យដ្ឋានហ្នឹងគឺអាស័យដ្ឋានឃ្លាំងចិនណាសូមប្រាប់គេទៅថាខ្ញុំចង់បានអាស័យដ្ឋានឃ្លាំងចិនដើម្បីយកទៅបំពេញនៅក្នុងកម្មវិធី Taobao គេមានគំរូយើងថាយើងត្រូវបំពេញ map ណាហើយអញ្ចឹងត្រូវមានអាស័យដ្ឋានបន្តមកទៀតអ្នកគ្នាត្រូវមានវិធីសាស្ត្រក្នុងការបង់ប្រាក់ដោយសារតែឥឡូវយើងប្រើធនាគារជាច្រើនដែលយើងអាចបើប្រាក់ជាមួយនឹង virtual card អានេះគឺ free ទេមាន ABA AC តែអញ្ចឹងយើងអាចចូលទៅបើកកណីសុំកាតគេវាជា virtual card ហ្នឹងគឺ free ប្រើជា Visa ក៏បាន Mastercard យកលេខកាតទិន្នន័យព័ត៌មានទាំងអស់ហ្នឹងចូលមកបំពេញនៅក្នុងកន្លែង payment method ជាកន្លែងវិធីសាស្ត្រក្នុងការបង់ប្រាក់អញ្ចឹងតែត្រូវប្រកាសថាអ្នកគ្នាមានទឹកប្រាក់នៅក្នុងកាតផងណាបានយើងអាចទិញបានអញ្ចឹងយើងមានទាំងអស់ហ្នឹងហើយទើបយើងអាចទិញផលិតផលដល់វគ្គដែលយើងអាចទិញផលិតផលសម្រាប់បានជោគជ័យ successful អញ្ចឹងត្រូវមានផលិតផល
អាសយដ្ឋានជាមួយនឹងវិធីសាស្ត្រក្នុងការបង់ប្រាក់អញ្ចឹងទាំងអស់នេះអញ្ចឹងអានេះគឺជាជោគជ័យទើបខ្ញុំអាចទិញផលិតផលហ្នឹងបានមកដល់ដៃបានអញ្ចឹងមកគ្នាជាអ្នកដែលដំបូងរៀនទិញទំនិញពីប្រទេសចិនហើយរៀនទិញទំនិញពីកម្មវិធី Taobao ដោយប្រើជាមួយប្រាស់ជាមួយនឹងចិនឬក៏ប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដោយយើងបំពេញជាមួយនឹងអាសយដ្ឋានខ្លាំងចិន Yes អានេះគឺជាវីដេអូសម្រាប់អ្នកគ្នាត្រៀមខ្លួនក្នុងការដែលដឹងពីទិញទំនិញពីប្រទេសចិនត្រូវមានអ្វីខ្លះដែលយើងអាចទិញបានអញ្ចឹងវីដេអូនេះសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកបង្ហាញអ្នកគ្នាពីកត្តា3ដែលអាចឲ្យអ្នកគ្នាទិញទំនិញពីប្រទេសចិនបានសម្រេច 100%អញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាអញ្ចឹងបើអ្នកគ្នាជា viewer ថ្មីកុំភ្លេចចុច like និង comment ផងហើយ subscribe ផងសម្រាប់វីដេអូផ្សេងទៀត